ហើយដល់ពេលឪពុកម្ដាយគាត់មកបងគាត់ឲ្យគាត់ចូលហាត់ហើយគាត់មកសុំទោសខ្ញុំឪពុកម្ដាយគាត់សុំទោសខ្ញុំថាលោកគ្រូខ្ញុំសុំទោសផងស្អែកទៅចូលហាត់វិញហើយបាទហ្នឹងលើកទី2ណាមិនលើកទី1អាហ្នឹងសុំទោសហ្នឹងអញ្ចឹងគាត់ក៏ថាស្អែកទៅចូលហាត់មកវិញហើយអញ្ចឹងស្អែកហើយខ្ញុំឃើញមកមែនខ្ញុំក៏ដាក់ថ្ងៃទី20វិញបាទខ្ញុំក៏សុំMC បថាដាក់ថ្ងៃទី20វិញដាក់ថ្ងៃទី20វិញបន្ទាប់មកស្អែកឡើងបាត់ដល់បាត់រហូតបាត់រហូតដល់មានពាក្យចចាមអារាមអីផ្សេងៗហ្នឹងឯងអូខេរឿងតែមួយយ៉ាងគត់គឺគាត់អត់ចូលហាត់បាទចុះឥឡូវនេះគឺមានមតិពីរផ្ទុយគ្នាបាទទី1បើសិនណាជាគាត់ស្លាប់បាទគឺបងប្អូនយើងគាត់អាចថាមកពីអន្តរជាតិនោះខ្សោយអត់ហាត់ក៏ស្លាប់ដែរតែបើសិនណាជាឡុងពីសិតស្លាប់បាទនឹងមានពាក្យមួយទៀតថាមិនក៏អត់ហាត់ផងឲ្យសិស្សវាយដែរបាទឥឡូវខ្ញុំបកស្រាយរឿងទី1សិនបាទរឿងទី1អន្តរជាតិបងប្អូនដែលគាត់ឆ្ងល់ថាបើឡុងពិសិដ្ឋវាយស្លាប់មិនយកអន្តរជាតិអន់មកបាទបងប្អូនតែចាក់ទៅក៏គាត់ដឹងដែរថាឡុងពិសិដ្ឋអញ្ចឹងសារក្រោយមិនហាត់ទេបាទគឺធៀមតែខ្លួនធ្វើតែគីឡូឡើងវាយហ្មងមិនអញ្ចឹងទេបាទបងប្អូនត្រូវដឹងថាក៏គាត់ដឹងដែរមិនត្រូវដឹងក៏គាត់ដឹងដែរថាឡុងពិសិដ្ឋជាម្ចាស់មេដាយមាស SEA Games ក៏ជាម្ចាស់ខ្សែក្រវ៉ាត់ដែរបើនិយាយពីក្បាច់គុណរបស់គាត់គឺមានគ្រប់សពបបោបាទអញ្ចឹងអ្វីដែលគាត់ត្រូវការគឺកម្លាំងតែប៉ុណ្ណោះអញ្ចឹងបើសិនជាបើវាយពឹងទៅលើបច្ចេកទេសហើយនឹងកម្លាំងគូផ្សំគ្នាគឺវា50-50ហើយនៅពេលនេះអត់ដូចគាត់ហាត់ទេបើគាត់ហាត់យើងសង្ឃឹម80បាទអញ្ចឹងណាអាហ្នឹងរឿងទី1បាទរឿងទី2រឿងគេមិញបាទបើសិនណាជាឡុងពិសិដ្ឋស្លាប់វិញបើសិនជារឿងទី2ឡុងពិសិដ្ឋស្លាប់មូលហេតុតែគឺគ្រូឲ្យប្រកួតខ្ញុំអ្នកសួរគាត់ផ្ទាល់បាទខ្ញុំសួរគាត់ផ្ទាល់គាត់វាយអត់គាត់វាយអត់ហើយមុនថ្ងៃថ្លឹងគីឡូមួយថ្ងៃខ្ញុំបញ្ជាក់គាត់ពីព្រឹកម្ដងពេលថ្ងៃម្ដងហើយបញ្ជាក់អត់បានបញ្ជាក់មួយគាត់ទេព្រោះគាត់អត់ចូលក្លឹបអត់មកនិយាយមួយខ្ញុំទេបាទគឺប្រពន្ធរបស់គាត់និយាយទៅប្រពន្ធរបស់គាត់ព្រោះគាត់នៅជាមួយគ្នាហើយបាទគឺប្រពន្ធឡុងពិសិដ្ឋផ្ទាល់គាត់មកដល់ក្លឹបហើយគាត់បានសុំថាឲ្យប្តីគាត់វាយព្រោះប្តីគាត់សុំវាយអញ្ចឹងខ្ញុំក៏សម្របសម្រួលខ្ញុំក៏ទេមកអភិបថាអូខេគាត់វាយបានអញ្ចឹងក៏ខ្ញុំមានន័យថាអត់មានបខំទេអត់ខ្ញុំបាទអ្នកណាមានសិទ្ធិបខំក្មេងឲ្យវាយនៅក្លឹបផារ៉ាខាន់រឿងគីឡូនេះមួយរឿងប្រកួតនេះមួយគាត់ចង់វាយបានខ្ញុំសុំស្ថានីយ៍ដាក់ឲ្យគីឡូទី1ទៀតគាត់ចង់វាយគីឡូណាគឺគាត់ប្រាប់ខ្ញុំមកបាទដាក់គីឡូហ្នឹងបាទដាក់គីឡូហ្នឹងឲ្យគាត់ចង់វាយគីឡូខ្លួនគាត់វាយខ្លួនគាត់តូចគាត់ចង់វាយគីឡូហឹកគីឡូ7គឺខ្ញុំសុំដាក់គីឡូ7ឲ្យតែគាត់ធ្វើឲ្យបានតែគេតែប៉ុណ្្នឹងទេគាត់សុំគីឡូណាខ្ញុំដាក់ឲ្យគីឡូហ្នឹងខ្ញុំអត់បខំកីឡាករសរុបមកវិញបាទបើសិនណាជាអន្តរជាតិស្លាប់បោះឡុងពិសិដ្ឋបាទគឺមានន័យថាគាត់ធ្វើបានល្អបាទតែបើសិនណាជាឡុងពិសិដ្ឋស្លាប់បោះអន្តរជាតិវិញបាទបើសិនជាឡុងពិសិដ្ឋស្លាប់បោះអន្តរជាតិខ្ញុំចង់វាជាសារមួយដ៏សំខាន់បំផុតប្រាប់ទៅឡុងពិសិដ្ឋថាបើយើងជាអ្នកកីឡាករហើយយើងអត់ហាត់លទ្ធផលគឺវាអត់ជោគជ័យទេលទ្ធផលដ៏ល្អបំផុតសម្រាប់កីឡាករគឺខំប្រឹងប្រហាត់ហើយមួយទៀតថ្ងៃនេះខ្ញុំឃើញបងអន្ត្រីតូចគាត់ផុសថាកីឡាករដែលអត់វឹកហាត់ផងហើយឡើងទៅប្រកួតបើសិនជាប្រកួតឈ្នះតើថ្ងៃក្រោយគ្រូគ្រប់គ្រងយ៉ាងម៉េចអានេះជាសារដ៏សំខាន់ខ្ញុំពិតជាអរគុណបងអន្ត្រីតូច